បាទដល់ពេលចាក់បេតុងហើយពីខ្ញុំបាទជារាពីអសំណងគឺមកការសាងសង់និងជួសជុលផ្ទះ25ខេត្តក្រុងសូមអនុញ្ញាតគោរពជម្រាបសួរពុកម៉ែអូនពូមីងបងប្អូនជាទីគោរពបានក្រោយពីខ្ញុំបាទបានពិនិត្យការងារដែកនិងការងារពុំរួចរាល់ថ្ងៃនេះដែរខ្ញុំបាទបានកំងបេតុងសម្រាប់ការចាក់ប្លង់សេផ្ទះមួយកន្លែងដែលមានទំហំ9x14បែបផ្ទះលំហែសម្រាប់ការងារចាក់បេតុងខ្ញុំបានកំងបេតុងចាក់ពេលល្ងាចរសៀលមេឃត្រជាក់ពីផ្ដល់អំណោយផលដល់បេតុងច្រើនវាមិនរងសម្ពាធនៃការរំពួតនៃកម្ដៅខ្លាំងដែលបណ្ដាលឲ្យសាច់បេតុងយើងប្រេះសម្រាប់បេតុងយើងយកកម្លាំង T35 ដែលជាកម្លាំងបេតុងល្អឯកម្រាស់ប្លង់សេវិញខ្ញុំចាក់កម្រាស់បាត់ទឹក2ហ៊ុនដែលជាកម្រាស់ក្រាស់មាំធន់នឹងកម្ដៅថ្ងៃបើសិនជាយើងចាក់ប្លង់សេស្ដើងពេកសរសៃដៃប្លង់សេទូចពេកធ្នឹមទូចពេកវាអាចបណ្ដាលឲ្យប្លង់សេយើងប្រេះដែលជាបញ្ហាជ្រាបទឹកទៅថ្ងៃក្រោយនេះជាទឹកដៃជាងខ្ញុំបាទបានគៀបានស្មើស្អាតល្អ